วัฒนภีบในการประยุทธ์នឹងជំងឺមហារីកនៅប្រទេសកម្ពុជារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយស្មារតីបុរេសកម្មនិងភាពស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាកន្លងមកបានចាត់ទុកសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតក្នុងន័យនេះយុទ្ធសាស្ត្រនិងគោលនយោបាយជាច្រើនត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យសុខាភិបាលដែលបាននាំមកនូវភាពប្រសើរឡើងជាលំដាប់នៃស្ថានភាពសុខុមាលភាពប្រជាជនជាមួយគ្នានេះរាជរដ្ឋាភិបាលនីតិកាលទី7បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលក្នុងនោះអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតទាំងអស់បានផ្ដោតលើការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជានៅក្នុងវិស័យសុខាភិបាលជំងឺមហារីកនៅតែជាបញ្ហាចម្បងចំពោះសុខភាពសាធារណៈនិងកំពុងកើនឡើងនៅទូទាំងពិភពលោកដោយដែលមានលើកឡើងនៅក្នុងមហាសន្និបាតសុខភាពពិភពលោកនៅឆ្នាំ2017នៅប្រទេសកម្ពុជាជំងឺមហារីកជាជំងឺមិនឆ្លងមួយក្នុងចំណោមជំងឺមិនឆ្លងទាំង4ដែលកំពុងកើនឡើងនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺក្រុមគ្រួសារសហគមន៍ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិសិក្សាស្រាវជ្រាវពីជំងឺមហារីកនៅឆ្នាំ2022ករណីថ្មីនៃជំងឺមហារីកនៅប្រទេសកម្ពុជាមានប្រហែល 20,000 ករណីហើយក្នុងនោះចំនួនករណីថ្មីនៅលើកុមារក្រោមអាយុ14ឆ្នាំមានប្រមាណ600ករណីតាមការប៉ាន់ប្រមាណចំនួននៃមរណភាពដោយសារជំងឺមហារីកនៅឆ្នាំ2022មានប្រហែល 14,000 ករណីហើយតួលេខនេះរំពឹងថានឹងកើនឡើងចំនួន 40% នៅត្រឹមឆ្នាំ2030ជំងឺមហារីកទាំង5ដែលកើតមានញឹកញាប់ជាងគេនៅលើមនុស្សពេញវ័យមានជំងឺមហារីកថ្លើមជំងឺមហារីកសួតជំងឺមហារីកសដន់ជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកមាត់ស្បូនភាគច្រើននៃជំងឺមហារីកទាំងនេះអាចបង្ការបានតាមរយៈការដោះស្រាយកត្តាហានិភ័យដែលអាចកែប្រែបានព្រមទាំងការពិនិត្យស្រាវជ្រាវនិងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលាបន្ទុកដ៏ធំនៃជំងឺមហារីកមានលក្ខណៈស្មុគស្មាញដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ព្រមទាំងមានដំណោះស្រាយគ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ឆ្លើយតបទៅនឹងបញ្ហានេះឲ្យមានប្រសិទ្ធភាពក្រសួងសុខាភិបាលក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រជាច្រើនដើម្បីកាត់បន្ថយបន្ទុកនៃជំងឺមហារីកក៏ដូចជាបន្តលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងជាក់ស្ដែងក្នុងការបង្ការជំងឺមហារីកក្រសួងសុខាភិបាលបានផ្ដោតសំខាន់លើការផ្សព្វផ្សាយអប់រំជាប្រចាំដល់ប្រជាជនឲ្យបានយល់ដឹងកាន់តែច្បាស់ពីជំងឺមហារីកនិងជៀសវាងកត្តាហានិភ័យនានាដូចជាការប្រើប្រាស់ផលិតផលថ្នាំជក់អាហារមិនមានសុខភាពសារធាតុគីមីនានានិងភាពអសកម្មមិនហាត់កីឡាព្រមទាំងដាក់បញ្ចូលសារអប់រំសុខភាពតាមរយៈ call tune ទូរស័ព្ទជាដើមកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ស្តីអំពីការត្រួតពិនិត្យផលិតផលថ្នាំជក់ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ការហាមឃាត់ទាំងស្រុងក្នុងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទបន្ថែមពីនេះក្រសួងសុខាភិបាលបានដាក់ចេញនូវកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដែលក្នុងនោះមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ9ឆ្នាំនិងវ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ B ដែលអាចចូលរួមចំណែកការពារជំងឺមហារីកថ្លើមបានមួយភាគធំទន្ទឹមគ្នានេះក្រសួងសុខាភិបាលគាំទ្រនិងជួយជំរុញមន្ទីរពេទ្យថ្នាក់ជាតិធំៗមួយចំនួនឲ្យកសាងហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនសមត្ថភាពក្នុងការបម្រើសេវាធ្វើរោគវិនិច្ឆ័យការព្យាបាលនិងថែទាំជូនអ្នកជំងឺមហារីកស្របតាមស្តង់ដារអន្តរជាតិមន្ទីរពេទ្យជាតិទាំងនោះរួមមានមន្ទីរពេទ្យកាឡាម៉ែតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមន្ទីរពេទ្យលួងម៉ែមន្ទីរពេទ្យគុណធបុប្ផានិងមន្ទីរពេទ្យកុមារជាតិការព្យាបាលនេះក៏មាននៅតាមមន្ទីរពេទ្យរបស់អង្គការក្រៅរដ្ឋាភិបាលនិងវិស័យឯកជនផងដែរក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកមានទំនើបកម្មនៅតាមមន្ទីរពិសោធន៍និងផ្នែករោគវិទ្យាដែលអាចវិភាគសំណាក់សាច់ជាលិការឹងឬរាវបានយ៉ាងច្បាស់លាស់ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀតនៃជំងឺមហារីកដើម្បីតម្រង់ទិសក្នុងការព្យាបាលចំគោលដៅនិងមានប្រសិទ្ធភាព
បន្ថែមពីនេះផ្នែករូបភាពវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រនុយក្លេអ៊ែរមានការបំពាក់ម៉ាស៊ីនទំនើបចុងក្រោយជាច្រើនដើម្បីផ្ដល់នូវការថតវិភាគដុំសាច់មហារីកកំណត់ដំណាក់កាលនិងតាមដានជំងឺបានសុក្រឹតភាពខ្ពស់ដូចជាម៉ាស៊ីនថតកាំរស្មី X ម៉ាស៊ីនថតអេកូម៉ាស៊ីនថតគៀបសូដនម៉ាស៊ីនថត scan ម៉ាស៊ីនថត MRI ម៉ាស៊ីន Gamma Camera លើពីនេះមន្ទីរពេទ្យកាល់ម៉ែតកំពុងធ្វើការសាងសង់អគារមជ្ឈមណ្ឌលស៊ីក្លូត្រង់និងបំពាក់ម៉ាស៊ីន PET-CT ដើម្បីបន្តទំនើបកម្មបច្ចេកវិទ្យាថតធ្វើរោគវិនិច្ឆ័យជំងឺឲ្យបានដូចនៅបណ្ដាប្រទេសអភិវឌ្ឍន៍នានាការព្យាបាលជំងឺមហារីកមានការធ្វើទំនើបកម្មលើឧបករណ៍និងបច្ចេកវិទ្យាជាច្រើនជាក់ស្ដែងការព្យាបាលដោយវះកាត់ក្រុមគ្រូពេទ្យអាចធ្វើការវះកាត់ជំងឺមហារីកជាច្រើនប្រភេទប្រកបដោយជោគជ័យដែលក្នុងនោះក្រុមគ្រូពេទ្យក៏អាចធ្វើការវះកាត់ដោយចោះជាមួយនឹងម៉ាស៊ីន Laparoscopy ដែលអាចឲ្យមានស្នាមតូចផលវិបាកតិចនិងរយៈពេលសម្រាប់ពេទ្យខ្លីចំណែកការព្យាបាលដោយឱសថប្រឆាំងជំងឺមហារីកនាពេលបច្ចុប្បន្នយើងមានថ្នាំទំនើបថ្មីជាច្រើនដូចនៅបណ្ដាប្រទេសជឿនលឿននានាផងដែររួមមានថ្នាំគីមីថ្នាំប្រឆាំងហ្សែនមហារីកថ្នាំអរម៉ូននិងថ្នាំបង្កើនភាពស៊ាំប្រឆាំងមហារីកជាដើមចំពោះការព្យាបាលដោយកាំរស្មីនាពេលបច្ចុប្បន្នយើងមានម៉ាស៊ីនបញ្ចាំងកាំរស្មីដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីបម្រើការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងមានផលរំខានតិចហើយសេវាព្យាបាលនេះមាននៅមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យលួងម៉ែលើពីនេះយើងមានសេវាព្យាបាលដោយស្អំកាំរស្មីដែលហៅថា Brachytherapy ដោយម៉ាស៊ីនទំនើបនៅមន្ទីរពេទ្យកាល់ម៉ែតហើយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យលួងម៉ែក៏មានគម្រោងផ្តល់សេវានេះក្នុងពេលឆាប់ខាងមុខម្យ៉ាងទៀតយើងក៏មានព្យាបាលដោយថ្នាំគ្រាប់អ៊ីយ៉ូតវិទ្យុសកម្មនៅផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលអាចព្យាបាលជំងឺពកកនិងមហារីកក្រពេញទីរ៉ាអ៊ីតបានជោគជ័យខ្ពស់មានលក្ខណៈងាយស្រួលនិងផលប៉ះពាល់តិចគម្រោងការព្យាបាលដោយផ្សាំខួរឆ្អឹងនឹងត្រូវបានធ្វើឡើងនាពេលឆាប់ខាងមុខដែលនេះជាការព្យាបាលមានបច្ចេកវិទ្យាខ្ពស់ហើយត្រូវបានអនុវត្តនៅបណ្ដាប្រទេសជឿនលឿនជាច្រើនក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងបណ្ដុះបណ្ដាលធនធានមនុស្សជំនាញជំងឺមហារីកឲ្យបានច្រើនដើម្បីធានានូវការបម្រើជូនសេវាព្យាបាលថែទាំអ្នកជំងឺមហារីកឲ្យបានកាន់តែទូលំទូលាយសម្រាប់ប្រជាជនទូទាំងប្រទេសជាក់ស្ដែងនាប៉ុន្មានឆ្នាំចុងក្រោយនេះមានវិជ្ជបណ្ឌិតឯកទេសមហារីកនិងឯកទេសពាក់ព័ន្ធជំងឺមហារីកដទៃទៀតជាច្រើនបានបញ្ចប់ការសិក្សាទាំងនៅក្នុងនិងក្រៅប្រទេសលើពីនេះក៏មានការរៀបចំវគ្គបណ្ដុះបណ្ដាលបន្ថែមក្នុងស្រុកនិងការបញ្ជូនឲ្យទៅធ្វើកម្មសិក្សាបន្ថែមនៅតាមបណ្ដាសាកលវិទ្យាល័យនិងមន្ទីរពេទ្យទំនើបជាច្រើនទៀតនៅក្រៅប្រទេសសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក៏កំពុងតែខិតខំកែសម្រួលក្របខ័ណ្ឌសមត្ថភាពស្នូលសម្រាប់ថ្នាក់វិជ្ជបណ្ឌិតឯកទេសជំងឺមហារីកដើម្បីពង្រឹងសមត្ថភាពនិស្សិតឲ្យកាន់តែប្រសើរឡើងក្រោយបញ្ចប់ការសិក្សាក្រសួងសុខាភិបាលកំពុងតែពង្រឹងប្រព័ន្ធព័ត៌មានជំងឺមហារីកការអង្កេតតាមដាននិងការសិក្សាស្រាវជ្រាវដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីកកាន់តែពិសេសជាងនេះក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាលបានព្រួយបារម្ភបង្កើតផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក2025-2030ក្នុងគោលបំណងកាត់បន្ថយបន្ទុកនៃជំងឺមហារីកនៅប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការកាត់បន្ថយជំងឺមហារីកដែលអាចបង្ការបាននិងកាត់បន្ថយមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិតសម្រាប់អ្នកជំងឺនិងក្រុមគ្រួសារផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់គៀងគរធនធាននិងការបដិញ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាឲ្យការអនុវត្តទទួលបានជោគជ័យយើងរួមគ្នាប្រយុទ្ធនឹងជំងឺមហារីកគ្រប់គ្នាសុទ្ធតែអាចចូលរួមខ្ញុំមានជំងឺមហារីកដំណាក់កាលទី3ក្នុងឆ្នាំ2018ហ្នឹងខ្ញុំកំពុងតែនៅរៀនវគ្គគ្រូពេលនោះដុំដោះរបស់ខ្ញុំហ្នឹងវាចាប់ផ្ដើមឡើងធំបន្តិចហ្នឹងហើយវាមានលក្ខណៈថាឈឺបន្តិចក៏ទៅបានទៅជួបនឹងលោកគ្រូពេទ្យអញ្ចឹងក្នុងអំឡុង2018មក2019ហ្នឹងចាប់ផ្ដើមឈឺខ្លាំងពេលហ្នឹងលោកគ្រូពេទ្យគាត់ឲ្យខ្ញុំទៅច្រឹបសាច់ដើម្បីពិនិត្យមើលកោសិកាមហារីកបន្ទាប់ពីខ្ញុំច្រឹបសាច់រួចហើយខ្ញុំបានទទួលលទ្ធផលគឺធ្វើឲ្យខ្ញុំហ្នឹងភាំងខ្លួនឯងគាត់ថាអូយខ្ញុំមានជំងឺមហារីកចឹងអញ្ចឹងខ្ញុំចាប់ដើមអារម្មណ៍មួយ
ភ័យផងអីផងហ្នឹងណាហេតុអីបានខ្លួនឯងធ្លាក់ដល់ចំណុចហ្នឹងទំរយៈពេលដូចជាមិនដល់មួយឆ្នាំផងវាវិវត្តលឿនអញ្ចឹងណាបងប្អូនអ្នកនៅផ្ទះគឺម្នាក់មកសួរសុខទុក្ខអីក៏ពិបាកចិត្តអីចឹងតែខ្ញុំមានចំហមួយគឺខ្ញុំអត់ស្រក់ទឹកភ្នែកទេទោះបីអ្នកមកអើតខ្ញុំសួរខ្ញុំគាត់យំពេលឃើញយើងនៅក្មេងហើយកើតជំងឺហ្នឹងម្នាក់គេពិបាកចិត្តគេអាណិតគេអីចឹងណាតែដូចថាខ្ញុំទប់អារម្មណ៍ខ្លួនឯងថាបើរឿងហ្នឹងវាជំងឺហ្នឹងវាកើតឡើងហើយខ្ញុំទៅធ្វើយ៉ាងម៉េចបន្ទាប់ពីខ្ញុំបញ្ចូលគីមីអីហើយចំនួន12ដងហ្នឹងលោកគ្រូពេទ្យគាត់ពិនិត្យទៅគាត់ថាអាចធ្វើការវះកាត់បានហើយលោកគ្រូពេទ្យថាតើបងសម្រេចចិត្តវះកាត់អត់ខ្ញុំសួរលោកគ្រូពេទ្យថាតើមានវិធីអីក្រៅពីវះកាត់អត់បើអត់មានទេអញ្ចឹងវះកាត់ទៅបងប្អូនស្ត្រីដែលគាត់មានបញ្ហាថាស្ទាបទៅនៅក្នុងដោះរបស់យើងបើសិនជាមានថាដុំអីមួយដែលលក្ខណៈហៅថាសង្ស័យសូមទៅជួបនៅលោកគ្រូពេទ្យឯកទេសសូមកុំមានអារម្មណ៍ខ្មាស់អៀនអីចាពួកអីកាលណាយើងខ្មាស់អៀនដូចខ្ញុំខ្មាស់អៀនទុកដល់ចង់មួយឆ្នាំចាបងប្អូនស្រីឬអ្នកដែលមានជំងឺដូចខ្ញុំឬក៏ខុសពីខ្ញុំក្នុងដែលកើតជំងឺមហារីកសូមកុំបាក់ទឹកចិត្តអីទៅតាំងចិត្តទទួលយកវាហើយលើកទឹកចិត្តខ្លួនឯងរៀនរស់មួយវាចាអ្នកណាក៏ជៀសមិនផុតពីសេចក្តីស្លាប់ដែរពេលយើងទៅមានចិត្តទៅថាយើងមានពេលវេលាក្នុងការព្យាបាលអ្នកខ្លះគាត់អត់មានពេលវេលាក្នុងការព្យាបាលដូចយើងទេចាអញ្ចឹងកុំបាក់ទឹកចិត្តត្រូវទៅជួបលោកគ្រូពេទ្យតាមការណាត់ចាខ្ញុំចង់ដួលនឹងថាបើអាចដូរជីវិតបានគឺខ្ញុំដូរខ្ញុំគិតថាប្រហែលជាអត់សង្ឃឹមព្រោះជំងឺដែលថានេះហ្នឹងគាត់ដូចថាដុសសាច់នៅចំកន្លែងសំខាន់ហ្មងអង្គុយតែយំនិយាយអត់ចាញ់គឺមានតែទឹកភ្នែកហូរសបេតពេទ្យមកចាក់ថ្នាំពេទ្យមកធ្វើអីខ្ញុំអង្គុយតែយំជុំរហូតនេះពេលជីវកាត់ជោគជ័យហ្នឹងគឺខ្ញុំសប្បាយចិត្តមួយកម្រិតដែរប៉ុន្តែដល់ពេលមកដល់កន្លែង PQ នេះទៀតកន្លែងចំពោះមិនទាន់គឺបញ្ហាទឹកនោមគាត់នេះទៀតខ្ញុំនៅតែមានទុកកង្វល់នៅតែពិបាកចិត្តចឹងចា៎ព្រោះអីគាត់បានកន្លះខែគឺគាត់ធ្វើទុកខ្លាំងហ្នឹងគឺសឹងតែផុតជីវិតទៅប៉ុន្តែខ្ញុំសប្បាយខ្លាំងបំផុតនៅពេលដែលលោកគ្រូពេទ្យគាត់សវ័យសវ៉ាខ្លាំងគាត់ប្រឹងឡើងអស់លទ្ធភាពហ្មងគាត់ថាបើសិនជាគាត់អត់នេះតាន់ប្រហែលជា5នាទីទៀតកូននឹងទាំងទៅហ្មងខ្ញុំអរគុណអ្នកគ្រូពេទ្យលោកគ្រូពេទ្យនៅសាមហារីកជួយខ្ញុំឲ្យជាពីជំងឺដែលកាចសាហាវនេះសូមអរគុណខ្ញុំជាពីជំងឺមហារីកហើយអរគុណគ្រូពេទ្យ